ជំរាបសួរហើយក៏សួស្តីទៅកាន់អ្នកដែលកំពុងទស្សនាទាំងអស់គ្នាហ្នឹងហើយគ្រាន់តែចេញក្បាលវីដេអូភ្លាមមានឃើញterrain មានឃើញសាម៉ៅមានអីប្រហែលជាបងប្អូនមួយចំនួនធំប្រហែលជាគិតខុសថាជាវីដេអូដែលថតនៅទឹកដីសំឡូតអីទៅណាហើយសួរថាមូលហេតុអីបានខ្ញុំនិយាយបែបនេះបងប្អូនខ្លួនឯងដឹងស្រាប់ហើយថាគ្រាន់តែរំលឹកទៅដល់ terrain អ្នកបាត់ដំបងគឺបងប្អូនប្រកាសជាគិតភ្លាមទៅដល់ terrain សំឡូតនឹងឯងហើយគូផ្សំនឹងឃើញវីដេអូមានដល់ទៅចំការសាវម៉ៅមានទាំងចំការមខុតមានទាំងចំការក្រូចខ្លងមានទាំងអីទៀត 100% គឺបងប្អូនប្រកាសជាគិតខុសហើយគួររំលឹកផងដែរថាទឹកដីបាត់ដំបងរបស់យើងមិនមានតែទឹកដីនៃស្រុកសំឡូតមួយទេដែលមានជីវជាតិសម្រាប់ដាំដំណាំប្រភេទនេះដែលឲ្យទទួលផលល្អហើយមានរសជាតិឆ្ងាញ់នោះទេជាក់ស្ដែងដូចជាស្រុកមួយនេះអញ្ចឹងមិនត្រឹមតែមានសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិកែច្នៃឬក៏មានប្រាសាទបុរាណដែលធ្វើឲ្យមានការតាក់ទាញទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិឲ្យចូលរួមមកទស្សនាកម្សាន្តតែប៉ុណ្ណោះទេថែមទាំងស្រុកមួយនេះមានដីដែលសម្បូរទៅដោយជីជាតិអាចដាំបានដំណាំគ្រប់ប្រភេទហើយអ្វីដែលជាពិសេសមួយទៀតហ្នឹងគឺវាផ្ដល់នូវជីជាតិអាចដាំដំណាំជាប្រភេទ terrain ហើយនិងសាវម៉ៅដែលរសជាតិមិនចាញ់ទឹកដីនៃស្រុកសំឡូតនោះទេខ្ញុំនិយាយរឿងច្រើនដែរហើយប្រហែលជាបងប្អូនមួយចំនួនកាន់តែឆ្ងល់ទៅហើយថាចុះបើក្រៅពីស្រុកសំឡូតតើមានស្រុកណាទៀតដែលអាចមានដីមានជីជាតិអាចដាំប្រភេទជាដំណាំប្រភេទនេះបានកុំឲ្យបងប្អូនដែលកំពុងតែទស្សនារងចាំយូរហើយចំការដែលខ្ញុំមកថតផ្ទាល់នេះគឺជាចំការរបស់ពូសុងមីងដាដែលផ្ទះរបស់គាត់ហើយនឹងចំការរបស់គាត់ហ្នឹងគឺនៅជិតផ្សារបាណន់ទីរួមស្រុកបាណន់យើងនេះទេបើបងប្អូនមួយចំនួនគិតថាធ្លាប់ទៅភ្លក់រសជាតិ terrain នៅសំឡូតសាវម៉ៅនៅសំឡូតធ្លាប់ទៅដើរលេងនៅសំឡូតរួចរាល់ហើយគិតថាសំឡូតរៀងឆ្ងាយក៏អាចបង្វែរអារម្មណ៍មកទស្សនាក៏ដូចជាមកភ្លក់រសជាតិនៅផ្លែសាវម៉ៅក៏ដូចជា terrain របស់ចំការអ្នកស្រុកបាណន់ម្ដងក៏បានដែរតែខ្ញុំក៏សូមបញ្ជាក់បងប្អូនអ្នកដែលកំពុងទស្សនាផងដែរថាមុននឹងអញ្ជើញមកក៏សូមតាក់ទងមកម្ចាស់ចំការជាមុនសិនហើយម្ចាស់ចំការលេខម្ចាស់ចំការខ្ញុំនឹងដាក់នៅកញ្ចុងវីដេអូគឺជាលេខរបស់ប្អូនភិរៈដែលគាត់ជាកូនរបស់ពូសុងមីងដាផ្ទាល់ដែលគាត់ជាអ្នកទទួលនៅការកក់ទិញឬក៏ផ្ដល់ព័ត៌មានពីចំការរបស់គាត់ផ្ទាល់តែម្ដងព្រោះជៀសវាងនៅពេលដែលបងប្អូនមកដល់ខ្លាច terrain របស់គាត់អស់ឬក៏សាម៉ៅរបស់គាត់អស់មិនបានហូបមិនបានអីទៅខឹងខ្ញុំថាមិនបានប្រាប់មិនបានអីព្រោះដោយសារនៅបាណន់នេះដូចជាចំការ terrain យើងមានតិចតួចទេហើយជាពិសេសដូចជាមិនសូវសម្បូរដូចជានៅខាងសំឡូតទេមានន័យថានៅសំឡូតអស់ពីចំការមួយក៏មានមួយចំការមួយដែរប៉ុន្តែសម្រាប់អ្នកបាណន់នេះមិនមានការដាំច្រើនដូចនៅខាងស្រុកសំឡូតនោះទេហើយក៏បញ្ជាក់បងប្អូនដែលមានបំណងចង់ទស្សនាក៏ស្រោតមកទៅព្រោះឥឡូវចំការរបស់គាត់កំពុងតែពេញទុំហើយពេញផ្លែហើយអាចនឹងតិចទៀតនឹងប្រមូលផលអស់ទៅហើយអ្នកទាំងអស់គ្នានៅពេលដែលមកដល់ចំការរបស់គាត់មានអារម្មណ៍ថាប្លែកព្រោះដោយសារតែចំការរបស់គាត់មិនដាំតែ terrain តែមួយមុខទេមានទាំងសាវម៉ៅមានទាំងមខុតមានទាំងក្រូចមានទាំងស្វាយដូចខ្ញុំរៀបរាប់ពីខាងដើមវីដេអូទេអញ្ចឹងបើបងប្អូនចង់ដឹងច្បាស់ក៏ស្រោតមកទស្សនាបន្តទៅព្រោះចម្ងាយពីក្រុងបាត់ដំបងមកក៏មិនជាឆ្ងាយប៉ុន្មានជាង20គីឡូទេបើយើងធៀបទៅខាងសំឡូតវិញគឺយើងចិត្តជាងសំឡូតឆ្ងាយអញ្ចឹងក៏ស្រោតមកហើយជាចុងក្រោយវីដេអូរបស់ខ្ញុំដូចជាមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនា